ជាវាសួរបងប្អូនអាហារ5ប្រភេទដែលបងប្អូនមានបញ្ហាឈឺសន្លាក់ឈឺសាច់ដុំគួរតែជៀសវាងចឹងអាហារទី1គឺជាអាហារដែលស្ករកែច្នៃគឺជាអាហារផ្អែមដែលបងប្អូនទ្រាំដឹងមាននៅក្នុងអាហារកំប៉ុងភេសជ្ជៈកំប៉ុងនំខេកនំដុតដែលមានជាតិស្ករខ្ពស់ដែលងាយធ្វើឲ្យបងប្អូនមានបញ្ហាអាលាកសាច់ដុំបើសិនជាបងប្អូនអត់តមទេបញ្ហាការអាលាកសាច់ដុំបងប្អូនកាន់តែធ្ងន់និងរ៉ាំរ៉ៃយូរអាហារទី2គឺជាអាហារដែលមានខ្លាញ់ច្រើនអាហារដែលមានខ្លាញ់ច្រើនគឺជាអាហារដែលបំពងអាហារដែលកែច្នៃចាមានដូចជានំដុត hamburger hot dog មាន់បំពងអាហារទាំងនេះគឺនៅពេលដែលបងប្អូនញ៉ាំទៅគឺវានឹងបំផ្លាញសន្លាក់បងប្អូនធ្វើឲ្យមានបញ្ហាសុខភាពសន្លាក់រ៉ាំរ៉ៃអាហារទី3គឺជាអាហារដែលមានផ្ទុកខ្សែប្រូតេអ៊ីនសូឡានីនហ្នឹងគឺជាសារធាតុមួយយ៉ាងដែលងាយបំផ្លាញសន្លាក់ដែលធ្វើឲ្យសាច់ដុំបងប្អូនឈឺខ្លាំងសូឡានីនហ្នឹងមានដូចជាម្ទេសប៉េងប៉ោះពោតបារាំងនិងសាឡាត់ទី4គឺជាអាហារដែលមានអំបិលខ្ពស់អញ្ចឹងបងប្អូនដឹងហើយអំបិលគឺយើងគួរតែតមគ្រប់គ្នាតែម្ដងតែងតែមាននៅឃើញនៅក្នុងមីកំប៉ុងអាហារកំប៉ុងដូចជាជ្រក់ដូចជាមីកែច្នៃចាដែលយើងគួរតែជៀសវាងញ៉ាំទាំងអស់គ្នាពីព្រោះគឺវាធ្វើឲ្យមានផលរំខានទៅបញ្ហាសាច់ដុំនិងសន្លាក់របស់យើងអាចរលាកធ្ងន់ធ្ងរបងប្អូនពិបាកក្នុងការព្យាបាលទី5គឺជាសាច់ដែលកែច្នៃយើងទុកបានយូរដូចជាមានសាច់ប៉ាតេសាច់ក្រកឬក៏ជ្រក់ដែលបងមិនគួរញ៉ាំទេពីព្រោះវាមានសារធាតុនីត្រីតដែលបង្កឲ្យមានផលប៉ះពាល់សន្លាក់ហើយនិងសាច់ដុំរបស់បងប្អូនអញ្ចឹងបងប្អូនដែលចង់បានវីដេអូថ្មីតាក់ទងនឹងសុខភាពឆ្អឹងសន្លាក់សាច់ដុំកុំភ្លេច follow page និង share វីដេអូនេះមួយផងជួបគ្នានៅវីដេអូក្រោយអរគុណ